G David កាន់តែឡើងហើយក្រោយស្ថាប័នសារព័ត៌មានដ៏ធំមួយរបស់ប្រទេសហ្វីលីពីនបានបង្ហោបរឿងភ្ញាក់ផ្អើលមួយនៅក្នុងឆ្នាំ2026នេះ G David ហាក់រិស័យឡើងខ្លាំងដោយបានទទួលជោគជ័យផ្ទួនក្នុងដំណើរទៅកាន់ប្រទេសហ្វីលីពីនទាំងពីរលើកក្បិតបានកំពុងតែប្រមូលយកបេះដូងអ្នកគាំទ្រយ៉ាងសន្ធោសន្ធន់ពីទីនោះក៏ដោយកាលពីខែមេសាកន្លងទៅនេះនៅក្នុងដំណើរលើកទី1ជាមួយនឹងកម្មវិធី Round Festival 2026 J David បានប្រើទេពកោសល្យរបស់ខ្លួនចាប់យកប្រជាប្រិយភាពពីអ្នកទស្សនាប្រទេសហ្វីលីពីននៅលើឆាកតន្ត្រីអន្តរជាតិដ៏ធំមួយនេះតាមរយៈការបង្កើតនៅខ្សែចក្ខុនៃទស្សនីយភាពអស្ចារ្យផ្សេងៗលើការសម្ដែងរបស់ខ្លួនរួមជាប់ទៅនឹងបេះដូងអ្នកទស្សនាជាច្រើនឲ្យចងចាំមិនអាចបំភ្លេចបានថែមទាំងធ្វើឲ្យអ្នកគាំទ្រនៅទីនោះតែងតែរំលឹកដល់ឈ្មោះរបស់លោកតាំងពីនោះមកជោគជ័យនេះហើយដែលជាឱកាសហុចផលដល់ G David ម្ដងទៀតដោយលោកបានទទួលបានការអញ្ជើញចូលរួមជាថ្មីទៅកាន់ប្រទេសហ្វីលីពីនជាមួយនឹងកម្មវិធី Sulong C-pop Music and Cultural Caravan ខណៈដែលអ្នកគាំទ្រនៅទីនោះកំពុងរង់ចាំលោកយ៉ាងអន្ទះសារមិនទាន់នឹងបញ្ចប់បេសកកម្មបានស្រួលបួផងស្រាប់តែលេចចេញដំណឹងយ៉ាងភ្ញាក់ផ្អើលពីស្ថាប័នសារព័ត៌មានដ៏ធំមួយរបស់ប្រទេសហ្វីលីពីនមួយឈ្មោះ ABS CBN ដែលមានអ្នកតាមដានរហូតដល់46លាននាក់បានចុះផ្សាយថា G David បានសហការជាមួយនឹងក្រុម Horizon ដែលជាក្រុម P-pop ដ៏ល្បីរបស់ប្រទេសហ្វីលីពីននៅក្នុងនោះបើយើងក្រឡេកទៅមើលអ្នកគាំទ្រប្រទេសហ្វីលីពីនវិញគឺមានការសាទរជាខ្លាំងជាមួយនឹងដំណឹងមួយនេះហើយក៏គួរតែឲ្យបញ្ជាក់បានដែរថាត្រឹមតែពីព្រឹត្តិការណ៍ G David មានឥទ្ធិពលប៉ុណ្ណានៅក្នុងប្រទេសហ្វីលីពីនអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែរំជើបរំជួយនោះគឺការប្រកាសអំពីគម្រោងដែលមិនធ្លាប់មានគឺការប្រគំតន្ត្រី G David Global Asian Tour 2026-2027 ដែលនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជាប្រទេសហ្វីលីពីននិងប្រទេសកូរ៉េខាងត្បូងរងចាំមើលថាតើតារាចម្រៀង rap រូបនេះមានកាដូអ្វីពិសេសជាងនេះទៅទៀតជូនអ្នកគាំទ្រប្រទេសកម្ពុជា